យើងបញ្យល់បន្ថែមតាក់ទងមួយវគ្គសិក្សា Revit កម្រិត Master បន្តិចជាទូទៅនៅក្នុងមុខងារ Revit បើករណីយើងអត់យល់ពីការប្រើប្រាស់ tool ឬក៏មុខងារទេមុខងារខ្លះយើងគូអត់បានទេដូចឧទាហរណ៍ច្រកចេញចូលឬក៏ផ្លូវកន្លែងឡានរបស់យើងនេះអញ្ចឹងលក្ខខណ្ឌនេះគឺយើងអាចគូជំរាលខ្ពស់ទាបតាមចិត្តរបស់យើងហើយមួយទៀតតាក់ទងមួយ line នេះយើងអាចបិទបានអញ្ចឹងករណីហ្នឹងយើងចុច LW មកយើងអាចធ្វើការ hide តាក់ទងមួយ line ឬក៏តាក់ទងមួយផ្ទៃរបស់យើងនេះឲ្យវាមានសភាពស្អាតជាងមុនឬក៏យើងអត់ចង់បង្ហាញ line អញ្ចឹងណាបន្ទាប់មកទៀតនៅក្នុងមុខងារផ្សេងជាច្រើនទៀតឧទាហរណ៍ថានៅក្នុងមុខងារបង្កើត family ក្បឿងនេះក៏ដូចគ្នាដែរជាទូទៅមានន័យថាមុខងារទាំងអស់ហ្នឹងគឺយើងយក spec material ជាក់ស្ដែងមកគូហើយយើងតម្រៀបគ្នាដូចយើងធ្វើការងារជាក់ស្ដែងអញ្ចឹងលក្ខខណ្ឌវាមានច្រើនផ្សេងទៀតករណីមួយទៀតឧទាហរណ៍ដូចករណីយើងប្រើប្រាស់ family យើងមានទ្វារខាងមុខនេះអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងមានន័យថាយើងបោះជា file Revit ឲ្យសិស្សរបស់យើងតែម្ដងហើយសម្រាប់មុខងារ family ហ្នឹងគឺច្រើនមែនតើប៉ុន្តែច្រើនគឺប្រើការបានណាមិនមែនចេះតែមានទេមួយទៀតក៏យើងមាន website សម្រាប់សិស្សរបស់យើងដូចគ្នាហើយសម្រាប់តាក់ទងជាមួយនឹងការរៀនមុខងារផ្សេងហ្នឹងគឺយើងមានមេរៀនលម្អិតទាំងអស់ហើយសម្រាប់សិស្សរៀនផ្ទាល់ក៏ដូចជា online គឺងាយស្រួលដោយសារអីដោយសារយើងមានមេរៀនសម្រាប់គាត់ច្រើនមែនតើអញ្ចឹងណាតាក់ទងមួយការងារប្រើប្រាស់ក៏ដូចជា plug in ឬក៏បញ្ហាអីផ្សេងយើងដោះស្រាយឲ្យហើយសម្រាប់វីដេអូណែនាំហ្នឹងគឺយើងមានប៉ុណ្ណឹង